ចុះបើអាហន់យកលឹងជ័រទៅសម័យក្រិកបុរាណថ្ងៃទី1អាហន់បានធ្វើដំណើរមកដល់ទីផ្សារកណ្ដាលក្រុងដែលមនុស្សម្នាធ្វើការដោះដូរទំនិញដូចជាអាហាររោមសត្វនិងស្បែកសត្វអាហន់ចាប់ផ្ដើមរៀបចំតូបនិងដាក់ទំនិញដើម្បីលក់ប៉ុន្មានម៉ោងដំបូងគ្មានអាណាម្នាក់មកចិត្តអាហន់ទេមនុស្សម្នាមើលមកអាហន់ដោយក្រសែភ្នែកចម្លែកមួយសន្ទុះក្រោយមកមានស្ត្រីម្នាក់កាន់កន្ត្រកដើរចូលមកពិនិត្យមើលទំនិញហើយសួរថាវាជាអ្វីអាហន់ក៏ប្រាប់ថាវាគឺជាដំបងសក្ការៈបូជាសម្រាប់បង្កកំណើតដែលអាចជួយឲ្យយើងស្រស់ស្រាយប្រសិនបើគ្មានបុរសនៅក្បែរថ្ងៃទី2នៅពេលព្រឹកមានមនុស្សឈរតម្រង់ជួរនៅតូបរបស់អាហន់បាត់ទៅហើយដំបងឡើយពួកបុរសនាំគ្នាសើចប៉ុន្តែក្រោយមកពួកគេក៏ចាប់ផ្ដើមមកពិនិត្យមើលកាន់តែជិតបន្ទាប់ពីបានវិការកោតសរសើរពីខាងស្ត្រីនៅពេលថ្ងៃត្រង់សូក្រាតក៏បង្ហាញខ្លួនគាត់បានរើសយកវត្ថុគំរូពណ៌ខ្មៅដែលធំជាងគេពិនិត្យចុះឡើងរួចសួរថាវាជាអ្វីអាហន់ប្រាប់ថាវាជាឧបករណ៍សម្រាប់ស្គាល់ខ្លួនឯងគាត់សួរទៀតថាប្រសិនបើយើងស្គាល់ខ្លួនឯងតាមរយៈវត្ថុនេះតើយើងជាអ្នកណាបើគ្មានវាអាហន់ក៏ដឹងភ្លាមថាគាត់គឺសូក្រាតហើយអាហន់ស្ទើរតែចង់យកដែលធំជាងគេបោះដាក់គាត់ទៅហើយថ្ងៃទី10ផលិតផលរបស់អាហន់លែងជារបស់ចម្លែកទៀតហើយប៉ុន្តែវាបានក្លាយជាវត្ថុប្រើប្រាស់ជាសកលមិនត្រឹមតែស្ត្រីទេដែលប្រើវាសូម្បីតែបុរសក៏ប្រើដែរប៉ុន្តែមិនមែនតាមវិធីដែលយើងចង់ឲ្យប្រើនោះទេពួកទាហានស្ប៉ាតាបានយកវាទៅដាក់នៅចុងលំពែងរបស់ពួកគេវាមានភាពទន់ជាងកាន់បានណែនដៃជាងហើយសត្រូវក៏មានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលបានឃើញជាលទ្ធផលសត្រូវមិនមែនស្លាប់ដោយសាររបួសទេប៉ុន្តែស្លាប់ដោយសារការសាយជនជាតិក្រិកក៏ចាប់ផ្ដើមឈ្នះសង្គ្រាមដោយប្រើស៊ីលីខនអរគុណពួកអាចុយម្រាយហើយវីដេអូនេះផ្ដាំទៅអាហន់អានេះវាថោកទាបមែនទែន